នថាឲ្យកូនមើលទូរស័ព្ទពេលញ៉ាំបាយមិនល្អតែបើសិនជាឲ្យគាត់មើលទេគឺគាត់ញ៉ាំបាយបានតិចហើយពេលខ្លះក៏អត់ញ៉ាំបាយតែម្ដងអញ្ចឹងវីដេអូនេះសូមជូនប៉ាម៉ាក់នៅវិធីសាមញ្ញដែលប៉ាម៉ាក់សាកយកទៅអនុវត្តបានការផ្ដាច់ទូរស័ព្ទពីកូនពេលញ៉ាំបាយមិនមែនមានន័យថាប៉ាម៉ាក់ត្រូវតែស្ដីបន្ទោសកូនឬវាយកូនឬក៏ដកទូរស័ព្ទពីកូនភ្លាមនោះទេតែចាប់ផ្ដើមពីប៉ាម៉ាក់ចេះនិយាយបញ្យល់ហេតុនិងផលដល់កូននិងបង្កើតទម្លាប់ហើយចាប់ផ្ដើមកាត់បន្ថយនាទីក្នុងការមើលរបស់កូនបន្តិចម្ដងប៉ាម៉ាក់ត្រូវរកសកម្មភាពមកជំនួសវិញដូចជាការជជែកលេងជាមួយកូនអំពីនេះអំពីនោះដើម្បីបង្វែរចំណាប់អារម្មណ៍របស់កូន 2. ចាប់ផ្ដើមបង្កើតទម្លាប់ទោះជាលំបាកយ៉ាងណាក៏ដោយសូមប៉ាម៉ាក់កុំចិត្តទាន់ព្រោះការចាប់ផ្ដើមដំបូងអូននឹងមានយំមានគោលំបាធ្វើឲ្យប៉ាម៉ាក់ស្ទើរតែទ្រាំមិនបានម្ដងកូនមិនអាចរៀនបានអំពីការគ្រាន់តែនិយាយតែម្ដងឬធ្វើតែម្ដងឲ្យគាត់បានទេកូននឹងរៀនអំពីសកម្មភាពដែលគាត់បានធ្វើរៀងរាល់ថ្ងៃដដែលនោះឯងទី3គឺជាចំណុចសំខាន់ខ្លាំងដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ខ្ពស់គឺការផ្ដល់ក្តីស្រឡាញ់ការយកចិត្តទុកដាក់និងការទំនាក់ទំនងល្អៗជាមួយកូនព្រោះក្តីស្រឡាញ់របស់ប៉ាម៉ាក់គឺជាឱសថទិព្វដែលអាចជួយកូនជំនះរាល់បញ្ហារបស់ពួកគាត់បាន